នេះជារឿងពិតក្នុងសង្គមសប្តាហ៍ថ្ងៃប្រសិនបើអ្នកឡើងគីឡូមនុស្សនិយាយថាអ្នកអត់ធ្វើអីក៏តែពីញ៉ាំបើសិនជាអ្នកស្រកទម្ងន់មនុស្សនឹងនិយាយថាអ្នកឈឺស្លៀកពាក់ស្អាតបានមនុស្សនឹងគិតថាអ្នកកំពុងតែអួតសម្ញែងស្លៀកពាក់សាមញ្ញមនុស្សនឹងគិតថាអ្នកក្រគ្មានលុយទិញអ្វីពាក់បើអ្នកចាប់ផ្ដើមនិយាយពីគំនិតរបស់អ្នកមនុស្សនឹងគិតថាអ្នកឆ្លើយហើយបើនៅស្ងៀមគេនឹងគិតថាអ្នកជាមនុស្សកំសាកខ្លាចជាមនុស្សជោគជ័យគេនឹងថាអ្នកក្រអឺតក្រទមប្រសិនបើអ្នកជួបការលំបាកមនុស្សនឹងគិតថាអ្នកមិនប្រឹងប្រែងគ្រប់គ្រាន់ស្មោះត្រង់ពេកគេថាអ្នកល្ងងមិនថាអ្នកធ្វើអ្វីទេនៅក្នុងឆាកជីវិតនេះមនុស្សតែងតែស្វែងរកអ្វីមករិះគន់ឲ្យទាល់តែបានដូច្នេះហើយហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេគ្រប់គ្រងអ្នកដោយសារសម្ដីឥតប្រយោជន៍របស់ពួកគេចាប់ផ្ដើមធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តធ្វើតាមអ្វីដែលអ្នកចង់បានបោះជំហានតូចមួយជារៀងរាល់ថ្ងៃនេះជារឿងពិតក្នុងសង្គមសប្តាហ៍ថ្ងៃប្រសិនបើអ្នកឡើងគីឡូមនុស្សនិយាយថាអ្នកអត់ធ្វើអីក៏តែពីញ៉ាំបើសិនជាអ្នកស្រកទម្ងន់មនុស្សនឹងនិយាយថាអ្នកឈឺស្លៀកពាក់ស្អាតបានមនុស្សនឹងគិតថាអ្នកកំពុងតែអួតសម្ញែងស្លៀកពាក់សាមញ្ញមនុស្សនឹងគិតថាអ្នកក្រគ្មានលុយទិញអ្វីពាក់បើអ្នកចាប់ផ្ដើមនិយាយពីគំនិតរបស់អ្នកមនុស្សនឹងគិតថាអ្នកឆ្លើយហើយបើនៅស្ងៀមគេនឹងគិតថាអ្នកជាមនុស្សកំសាកខ្លាចជាមនុស្សជោគជ័យគេនឹងថាអ្នកក្រអឺតក្រទមប្រសិនបើអ្នកជួបការលំបាកមនុស្សនឹងគិតថាអ្នកមិនប្រឹងប្រែងគ្រប់គ្រាន់ស្មោះត្រង់ពេកគេថាអ្នកល្ងងមិនថាអ្នកធ្វើអ្វីទេនៅក្នុងឆាកជីវិតនេះមនុស្សតែងតែស្វែងរកអ្វីមករិះគន់ឲ្យទាល់តែបានដូច្នេះហើយហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេគ្រប់គ្រងអ្នកដោយសារសម្ដីឥតប្រយោជន៍របស់ពួកគេចាប់ផ្ដើមធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តធ្វើតាមអ្វីដែលអ្នកចង់បានបោះជំហានតូចមួយជារៀងរាល់ថ្ងៃនេះជារឿងពិតក្នុងសង្គមសប្តាហ៍ថ្ងៃប្រសិនបើអ្នកឡើងគីឡូមនុស្សនិយាយថាអ្នកអត់ធ្វើអីក៏តែពីញ៉ាំបើសិនជាអ្នកស្រកទម្ងន់មនុស្សនឹងនិយាយថាអ្នកឈឺស្លៀកពាក់ស្អាតបានមនុស្សនឹងគិតថាអ្នកកំពុងតែអួតសម្ញែងស្លៀកពាក់សាមញ្ញមនុស្សនឹងគិតថាអ្នកក្រគ្មានលុយទិញអ្វីពាក់បើអ្នកចាប់ផ្ដើមនិយាយពីគំនិតរបស់អ្នកមនុស្សនឹងគិតថាអ្នកឆ្លើយហើយបើនៅស្ងៀមគេនឹងគិតថាអ្នកជាមនុស្សកំសាកខ្លាចជាមនុស្សជោគជ័យគេនឹងថា